បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាកូនមន់ស្រែពូជស្គួយក្រងចម្រុះពណ៌បាទក្រុមនេះទាំងអស់មានចំនួន170ក្បាលបាទអាយុវាបាន8ថ្ងៃនេះហើយខ្ញុំបានធ្វើវ៉ាក់សាំងញូកាសលើកទី1ហើយសង្កេតឃើញថាវាអត់ចាញ់វ៉ាក់សាំងទេបងប្អូនណាគឺវានៅតែខ្លាខ្លំសុខភាពល្អធម្មតាបាទគឺហក់លោតស៊ីបងប្អូនមើលឃើញជាក់ស្ដែងបាទគឺវារត់ផ្សាច់នៅតែល្អកូនមន់ណាបាទហើយថ្ងៃនេះក៏ខ្ញុំចង់និយាយទាក់ទងនឹងប្រសិនបើកូនមន់យើងមានបញ្ហារាគបាទរាគវាមានច្រើនប្រភេទបងប្អូនណាវាមានរាគទឹករាគស្កររាគត្នោតរាគសរាគខៀវឬក៏រាគឈាមបាទរាគទាំងអស់នោះគឺរាគឈាមវាអាចជាបញ្ហាងាប់លឿនជាងគេបើសិនមកយើងដោះស្រាយវាអត់ទាន់ពេលវេលាហើយក៏ឆ្លងលឿនដែរបាទអញ្ចឹងមុននឹងយើងដោះស្រាយវាបងប្អូនត្រូវរំពីមូលហេតុដែលបណ្ដាលឲ្យកូនមន់យើងវារាកតើវាបណ្ដាលមកពីមូលហេតុអ្វីតើមកពីកត្តាទឹកឬក៏កត្តាទ្រុងគ្មានអនាម័យឬក៏កូនមន់យើងស្ទើរកម្ដៅឬក៏ខ្វះកម្ដៅទៅលើកូនមន់ណាឬក៏មកពីកត្តាចំណីប្រសិនបើបងប្អូនរកមូលហេតុមិនឃើញទេវាពិបាកក្នុងការដោះស្រាយប៉ុន្តែវានឹងងាយដោះស្រាយនៅពេលណាដែលបងប្អូនរកពីមូលហេតុឃើញដែលបណ្ដាលឲ្យកូនមន់ជួបបញ្ហានេះនោះបងប្អូននឹងដោះស្រាយចំគោលដៅ